បងប្អូននេះជាប្រវត្តិសាស្ត្រក្រុមជំនុំភូមិឆ្កែកូនក្រុមជំនុំភូមិឆ្កែកូនជាក្រុមជំនុំចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាក្នុងចំណោមក្រុមជំនុំប្រូតេស្តង់ទាំងអស់ដែលបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្រសួងធម្មការនិងសាសនានាពេលបច្ចុប្បន្ននេះក្រុមជំនុំភូមិឆ្កែកូនជាក្រុមជំនុំមួយស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 57B ដែលស្ថិតនៅក្នុងភូមិឆ្កែកូនឃុំគឃុំស្រុកថ្មគោខេត្តបាត់ដំបងហើយមានចម្ងាយចំនួន35 គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងប្រវត្តិនៃការកកើតក្រុមជំនុំភូមិឆ្កែកូនកាលពីដើមឡើយនៅប្រទេសកម្ពុជាគ្មានអ្នកណាផ្សាយដំណឹងល្អពីព្រះយេស៊ូវទេមានអ្នកខ្លះចង់សុំច្បាប់មកធ្វើកិច្ចការនេះខ្លាំងណាស់ប៉ុន្តែរាជការបារាំងដែលជាអាណានិគមនៅក្នុងប្រទេសកម្ពុជានៅសម័យនោះមិនព្រមបើកច្បាប់ឲ្យពួកបេសកជននិកាយ CMA ចូលមកក្នុងប្រទេសកម្ពុជាទេសន្និបាតរបស់ពួកបេសកជនឥណ្ឌូចិននៅខែសីហាឆ្នាំ1922ក៏សម្រេចឲ្យលោកអាធួរហាម៉ុងទៅរៀនភាសាខ្មែរនៅខេត្តឃ្លាំងកម្ពុជាក្រោមហើយត្រូវបម្រើព្រះនៅទីនោះមួយរយៈសិនខណៈដែលពួកបេសកជនផ្សេងទៀតបានអធិដ្ឋានទូលសុំអង្វរដល់ព្រះជាម្ចាស់ដើម្បីឲ្យបើកវាសម្រាប់ប្រទេសកម្ពុជាពីខែក្រោយមកក្រោមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធពួកបេសកជនក៏បានមកទីក្រុងភ្នំពេញដើម្បីសុំច្បាប់អនុញ្ញាតក្នុងការផ្សាយដំណឹងល្អនៅក្នុងប្រទេសកម្ពុជានៅពេលនោះរាជការបារាំងបានអនុញ្ញាតឲ្យពួកគេចូលមកក្នុងប្រទេសកម្ពុជាគ្រួសារបេសកជនចំនួន2គ្រួសារគឺគ្រួសាររបស់លោកអាធួរហាម៉ុងនិងភរិយានិងគ្រួសាររបស់លោកដាវីតអេលីសិននិងភរិយាបានចូលមកប្រទេសកម្ពុជាលោកអាធួរហាម៉ុងនិងភរិយាបានមកដល់ទីក្រុងភ្នំពេញនៅខែមករាឆ្នាំ1923ហើយពួកគាត់ចាប់ផ្ដើមបម្រើកិច្ចការព្រះនៅទីនោះចំណែកឯគ្រួសាររបស់លោកដាវីតអេលីសិននិងភរិយាបានមកដល់ខេត្តបាត់ដំបងនៅខែតុលាឆ្នាំ1923ហើយពួកគាត់ចាប់ផ្ដើមបំពេញបេសកកម្មផ្សាយដំណឹងល្អនៅក្នុងខេត្តបាត់ដំបងលោកដាវីតអេលីសិននិងភរិយាគឺជាស្ថាបនិកនៃក្រុមជំនុំភូមិឆ្កែកូនជាមួយនឹងគ្រូអធិប្បាយជនជាតិខ្មែរឈ្មោះលោកចៅជុំដំបូងឡើយក្រុមជំនុំភូមិឆ្កែកូនមានអ្នកទទួលជឿព្រះយេស៊ូវគ្រីស្ទចំនួនតែ2គ្រួសារប៉ុណ្ណោះគឺគ្រួសាររបស់លោកសាស៊ីនិងគ្រួសាររបស់លោកគង់ជាដែលជាអ្នករស់នៅក្នុងភូមិឆ្កែកូនតាំងតែពីដើមមកដូច្នេះនៅក្នុងឆ្នាំ1923ក្រុមជំនុំភូមិឆ្កែកូនមានចំនួន4គ្រួសារគឺគ្រួសាររបស់លោកចៅគង់និងគ្រួសាររបស់លោកអុលប្រាយដែលជាគ្រួសារបានទទួលជឿព្រះយេស៊ូវគ្រីស្ទតាមរយៈការផ្សាយដំណឹងល្អរបស់ពួកបេសកជន CMA នៅភូមិព្រៃទទឹងស្រុកស្វាយតងខេត្តមាត់ជ្រូកកាលពីឆ្នាំ1922ហើយពួកគាត់បានផ្លាស់លំនៅមកនៅក្នុងភូមិឆ្កែកូននិងគ្រួសារ2ទៀតជាគ្រួសារម្ចាស់ស្រុកគ្រួសាររបស់លោកសាស៊ីនិងគ្រួសាររបស់លោកគង់ជាដែលបានថ្វាយខ្លួនទទួលជឿព្រះយេស៊ូវគ្រីស្ទតាមរយៈពួកបេសកជននិងគ្រួសារដែលមកពីភូមិព្រៃទទឹងស្រុកស្វាយតងខេត្តមាត់ជ្រូកក្រុមជំនុំភូមិឆ្កែកូនឆ្នាំ1923ដល់ឆ្នាំ1940ក្រុមជំនុំភូមិឆ្កែកូននៅក្នុងកំឡុងពេលនេះមានចំនួន47នាក់ស្រី16នាក់សម័យនោះចំនួនគ្រួសារនៅក្នុងភូមិឆ្កែកូនសរុបមានចំនួន17គ្រួសារហើយគ្រួសារដែលជាគ្រួសារគ្រីស្ទានមានចំនួន12គ្រួសារអ្នកភូមិក្បែរនិងអ្នកដំណើរដែលឆ្លងកាត់តាមភូមិឆ្កែកូននៅសម័យនោះបានហៅភូមិនេះថាភូមិយេស៊ូពីព្រោះតែមានអ្នកភូមិភាគច្រើនជាអ្នកជឿព្រះយេស៊ូហើយសូម្បីតែមេភូមិក៏ជាគ្រីស្ទានដែរឆ្នាំ1930ចាស់ទុំនៅក្នុងក្រុមជំនុំឆ្កែកូនចំនួន4នាក់បានរួមគំនិតគ្នាសាងសង់សាលាប្រជុំដំបូងសម្រាប់ក្រុមជំនុំភូមិឆ្កែកូនចាស់ទុំទាំង4នាក់នោះមានលោកចៅជុំលោកគង់អ៊ូចលោកប៉ុលប្រាជ្ញនិងលោកគង់ជាបានរួមគ្នាសាងសង់សាលាប្រជុំដំបូងសម្រាប់ក្រុមជំនុំឆ្កែកូនដែលធ្វើពីឈើប្រក់ស្បូវដែលសង់នៅលើដីរបស់លោកគង់ជាដែលលោកបានថ្វាយដល់ព្រះជាម្ចាស់សម្រាប់ធ្វើជាសាលាប្រជុំដំបូងនៅក្នុងក្រុមជំនុំភូមិឆ្កែកូនឆ្នាំ1940ដល់ឆ្នាំ1970ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទទ្រង់សពរាជហត្ថីប្រើមនុស្សធម្មតាឲ្យធ្វើការអស្ចារ្យដោយចាប់ផ្ដើមពីតូចសាមញ្ញពីក្រុមជំនុំដែលមានសមាជិកចំនួន2-3នាក់ក្រោយមកក្រុមជំនុំភូមិឆ្កែកូនបានកើនសមាជិកជាលំដាប់ចន្លោះពីឆ្នាំ1940ដល់ឆ្នាំ1970ជា
ជាយុគសម័យមាសរបស់ក្រុមជំនុំឆ្កែគោលមានគ្រូគង្វាលគ្រូអធិបាយគ្រូផ្សាយដំណឹងល្អនិងយុវជនឆ្នើមជាច្រើនបានកើតចេញពីក្រុមជំនុំភូមិឆ្កែគោលហើយបានចូលរួមយ៉ាងសកម្មនៅក្នុងការផ្សាយដំណឹងល្អคล้ายទៅជាថ្នាក់ដឹកនាំខេត្តនិងថ្នាក់ដឹកនាំជាតិដែលរួមមានលោកចៅជុំជាបេសកជនផ្សាយដំណឹងល្អនៅក្នុងខេត្តបាត់ដំបងនិងជាស្ថាបនិកក្រុមជំនុំឆ្កែគោលលោកគង់អ៊ូលោកអ៊ូមអ៊ុនលោកអ៊ូច័ន្ទលោកច័ន្ទហោមលោកស្រីអ៊ូយឹមលោកអ៊ូជាងលោកអេតធួនយុវជនខៀវផុនយុវជនអយសឹងអិនជាដើមដែលសុទ្ធសឹងតែជាអិសរាជជនមានសក្តានុពលនៅក្នុងក្រុមជំនុំឆ្កែគោលនៅក្នុងសម័យនេះចំនួនសមាជិកក្រុមជំនុំបានកើនឡើងពី4គ្រួសារនៅក្នុងឆ្នាំ1923ដល់29គ្រួសារនៅក្នុងឆ្នាំ1970ហើយសមាជិកនៅក្នុងឆ្នាំ1970បានកើនឡើងដល់ជាង100នាក់បេសកជននិងគ្រូផ្សាយដំណឹងល្អឆ្នើមនៅក្នុងក្រុមជំនុំភូមិឆ្កែគោលលោកអ៊ូច័ន្ទគឺជាបេសកជនខ្មែរដំបូងដែលបានចេញទៅផ្សាយដំណឹងល្អនៅខេត្តសុរិន្ទប្រទេសថៃលោកបានផ្សាយដំណឹងល្អនៅទីនោះចន្លោះឆ្នាំ1951ដល់ឆ្នាំ1953ចំណែកឯលោកអេតធួននិងលោកស្រីអ៊ូយឹមគឺជាគ្រូផ្សាយដំណឹងល្អឆ្នើមចេញពីក្រុមជំនុំឆ្កែគោលដែលបានធ្វើបេសកកម្មផ្សាយដំណឹងល្អចន្លោះពីឆ្នាំ1958ដល់ឆ្នាំ1964នៅក្នុងខេត្តសៀមរាបខេត្តកំពង់ធំនិងតំបន់មួយចំនួនទៀតនៅភាគខាងជើងនៃប្រទេសកម្ពុជាឆ្នាំ1970ដល់ឆ្នាំ1975ដល់ឆ្នាំ1970ដល់ឆ្នាំ1975នៅក្នុងភូមិឆ្កែគោលក៏ដូចជានៅក្នុងខេត្តបាត់ដំបងទាំងមូលចាប់ផ្ដើមមានបញ្ហាអសន្តិសុខក្រុមជំនុំក៏មានការធ្លាក់ចុះដោយសារតែសង្គ្រាមការបៀតបៀននិងការធ្វើទុកបុកម្នេញនិងបញ្ហាសេដ្ឋកិច្ចសមាជិកក្រុមជំនុំមួយចំនួនធំបានធ្វើចំណាកស្រុកចូលទៅជ្រកកោនរត់គេចពីសង្គ្រាមនៅក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបងឆ្នាំ1975ដល់ឆ្នាំ1979នៅក្នុងសម័យប៉ុលពតសមាជិកក្រុមជំនុំភូមិឆ្កែគោលបានបែកខ្ញែកគ្នាអស់ទៅរស់នៅតាមសហករណ៍ធ្វើស្រែធ្វើចម្ការនិងលួចលាក់នៅក្នុងការថ្វាយបង្គំព្រះតាមទីកន្លែងរៀងខ្លួនដោយលាក់កំបាំងជាទីបំផុតឆ្នាំ1979ដល់ឆ្នាំ1990ពីឆ្នាំ1979ដល់ឆ្នាំ1982សមាជិកក្រុមជំនុំបានវិលត្រឡប់មកជួបជុំគ្នាវិញហើយមានការថ្វាយបង្គំរួមគ្នាមួយរយៈពេលខ្លីនៅផ្ទះរបស់លោកអេតធួននិងលោកស្រីអ៊ូយឹមប៉ុន្តែសកម្មភាពថ្វាយបង្គំនៅពេលនេះក៏ត្រូវបានបញ្ឈប់ទៅវិញដោយសារមានការហាមឃាត់យ៉ាងតឹងរ៉ឹងពីអាជ្ញាធរពីឆ្នាំ1982ដល់ឆ្នាំ1986ការថ្វាយបង្គំត្រូវធ្វើឡើងដោយលាក់កំបាំងជាទីបំផុតហើយនៅចន្លោះពេលនេះសមាជិកក្រុមជំនុំមួយចំនួនធំបានធ្វើចំណាកស្រុកទៅរស់នៅជំរុំនេះឯព្រំដែនកម្ពុជាថៃជាពិសេសជំរុំខៅអ៊ីដាលោកច័ន្ទហោមគឺជាគ្រូគង្វាលនិងជាសមាជិកឆ្នើមម្នាក់របស់ក្រុមជំនុំឆ្កែគោលដែលបាននាំគ្រួសាររត់ភៀសខ្លួនទៅកាន់ជំរុំខៅអ៊ីដាហើយលោកគឺជាស្ថាបនិកម្នាក់របស់ក្រុមជំនុំនៅជំរុំជនភៀសខ្លួនខ្មែរខៅអ៊ីដាលោកគឺជាអ្នកដឹកនាំកម្ពុជាដែលបានបង្កើតនូវរបបប្រវត្តិសាស្ត្រមួយថ្មីដោយបានផ្សាយដំណឹងល្អដល់ជនជាតិខ្មែរដែលរត់ភៀសខ្លួនទៅជំរុំខៅអ៊ីដាដោយមានអ្នកជឿរាប់ពាន់អ្នកតាមរយៈលោកគ្រូគង្វាលច័ន្ទហោមលើសពីនេះទៅទៀតលោកគ្រូគង្វាលច័ន្ទហោមគឺជាគ្រូគង្វាលច្បងដែលបានបង្ហាត់បង្រៀនបង្វឹកអ្នកដឹកនាំផ្សេងទៀតឲ្យបង្កើតក្រុមកោសិកានិងក្រុមជំនុំតូចជាច្រើននៅក្នុងជំនុំខៅអ៊ីដាក្រុមជំនុំខៅអ៊ីដាគឺជាក្រុមជំនុំដែលមានសមាជិកច្រើនជាងគេនិងធំជាងគេនៅក្នុងប្រវត្តិសាស្ត្រនៃក្រុមជំនុំប្រទេសកម្ពុជាក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះពីឆ្នាំ1987ដល់ឆ្នាំ1990ក្រុមជំនុំបានចាប់ផ្ដើមមានការថ្វាយបង្គំនិងផ្សាយដំណឹងល្អឡើងវិញដោយសារតែនៅពេលនោះមានការរដ្ឋបတ်ពីអាជ្ញាធរភូមិការថ្វាយបង្គំត្រូវបានកាត់បន្ថយបន្តិចប៉ុន្តែនៅដើមឆ្នាំ1990រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រុមជំនុំមានការថ្វាយបង្គំឡើងវិញដូច្នេះក្រុមជំនុំឆ្កែគោលបានចាប់ផ្ដើមការជួបជុំគ្នាថ្វាយបង្គំផ្សាយដំណឹងល្អនៅផ្ទះរបស់លោកអេតធួន
និងលោកស្រីអ៊ូយឹមទីតាំងផ្ទះនេះគឺជាកន្លែងជួបប្រជុំអធិដ្ឋានរៀនព្រះបន្ទូលវឹកហាត់បទចម្រៀងវឹកហាត់ការផ្សាយដំណឹងល្អនិងការបង្កើតក្រុមតូចៗនៅក្នុងឆ្នាំ1987ដល់ឆ្នាំ1990លោកស្រីអ៊ូយឹមគឺជាអ្នកដឹកនាំក្រុមជំនុំឆ្កែកូនយ៉ាងឆ្នើមម្នាក់ឆ្នាំ1987លោកស្រីអ៊ូយឹមបានទៅបង្កើតក្រុមជំនុំមួយនៅក្នុងស្រុកវវលមានឈ្មោះថាក្រុមជំនុំកោះរៀបឆ្នាំ1990ដល់បច្ចុប្បន្នទសវត្សរ៍ឆ្នាំ1990ក្រុមជំនុំភូមិឆ្កែកូនមានការរីកចម្រើនគួរឲ្យកត់សម្គាល់មានសមាជិករហូតដល់ជាង60គ្រួសារស្មើនឹងមនុស្សរាយជាង100នាក់ឆ្កែកូនគឺជាក្រុមជំនុំដែលនៅគង់វង្សរយៈពេលជាង100ឆ្នាំហើយទោះបីជាជួបប្រទះនៅរឿងរ៉ាវព្រឹត្តិការណ៍ហេតុការណ៍រាប់មិនអស់ក៏ដោយក៏ក្រុមជំនុំនៅតែថែរក្សាបាននូវសេចក្តីជំនឿយ៉ាងរឹងមាំលើព្រះយេស៊ូវគ្រីស្ទដោយការស្ដាប់បង្គាប់ការដើរតាមនិងការផ្សាយដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទដល់ប្រជាជាតិកម្ពុជាទាំងមូលសូមអរគុណដល់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានថែរក្សាសមាជិកក្រុមជំនុំយើងខ្ញុំតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះសូមសរសើរដំណើរដល់ព្រះអម្ចាស់ជាព្រះ